លោកអានីទីនឆានវីរកុលបានប្រកាសទទួលស្គាល់កំហុសសម្រាប់ការដោះស្រាយរបស់រដ្ឋាភិបាលចំពោះទឹកជំនន់នៅភាគខាងត្បូងនាយរដ្ឋមន្ត្រីលោកអានូទីនឆានវីរកុលនៅថ្ងៃសុក្រទី28ខែវិច្ឆិកាឆ្នាំ2025នេះបានប្រកាសទទួលស្គាល់កំហុសសម្រាប់ការដោះស្រាយរបស់រដ្ឋាភិបាលចំពោះទឹកជំនន់នៅភាគខាងត្បូងមិនបានល្អហើយបានសំទោសដល់សហគមន៍ដែលរងផលប៉ះពាល់ដោយនិយាយថាអាជ្ញាធរត្រូវតែស្ដាប់រៀននិងកែតម្រូវនៅអ្វីដែលបានខុសខណៈដែលចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងថ្លែងនៅក្នុងទីជម្រកបណ្ដោះអាសន្នមួយនៅសាកលវិទ្យាល័យ Prince of Songkhla ក្នុងក្រុងហាត់យ៉ៃលោកអានូទីនបានលើកឡើងថារដ្ឋាភិបាលកំពុងពន្លឿនការកំណត់អត្តសញ្ញាណសាកសពជនរងគ្រោះជាជនជាតិមូស្លីមនិងបញ្ជូនពួកគេទៅកាន់ក្រុមគ្រួសារវិញលោកបានបន្ថែមថាលោកត្រូវបានគេប្រាប់ថាចំនួនសាកសពគឺមានជាង100នាក់ហើយក្រុមជំនាញកសលវិច័យបន្ថែមទៀតកំពុងត្រូវបានដាក់ពង្រាយនៅពេលត្រូវបានសួរអំពីការត្អូញត្អែដោយកំហឹងពីអ្នករស់នៅអំឡុងពេលដំណើរការទស្សនកិច្ចរបស់លោកអានូទីនបានប្រាប់ថាអារម្មណ៍ខកចិត្តនេះអាចយល់បានលោករៀបរាប់ថាអ្នកណាក៏ខឹងដែរនេះគឺជាភាពតានតឹងខ្ញុំបានសុំទោសរួចហើយការនាំពលរដ្ឋចូលក្នុងទីជម្រៅនេះគឺជាកំហុសមួយដែលបានកើតឡើងទៅហើយយើងត្រូវតែធានាថាមិនមានអ្វីអាក្រក់ជាងនេះកើតឡើងនោះឡើយ